វីដេអូទី3តកតងទៅនឹងការធ្វើលំហាត់ប្រាណក្បាលពោះអ្នកទាំងអស់គ្នាគឺចង់និយាយថាប្រហែលជាបងប្អូនគាត់ចាប់អារម្មណ៍ការធ្វើលំហាត់ក្បាលពោះខ្លាំងហើយដោយប្រភេទលំហាត់ទាំងអស់នេះគឺវា work សម្រាប់ខ្ញុំខ្លាំងមែនទែនខ្ញុំជ្រើសរើសនៅក្នុងវីដេអូនេះគឺខ្ញុំប្រើ9លំហាត់ប្រាណដែលខ្ញុំយកមកធ្វើគឺឃើញថាលំហាត់ប្រាណទាំងអស់គឺ effective អ្នកទាំងអស់គ្នាគឺ work ខ្លាំងហ្មងហើយពេលដែលយើងលេងអ្វីដែលខ្ញុំផ្ដោតសំខាន់អ្នកនរគ្នាមិនខលរឿងចំនួនរ៉េបថាប្រហែលដងពេកទេគឺអ្វីដែលសំខាន់ផ្ដោតទៅលើគុណភាពហើយអ្នកនរគ្នាត្រូវតែស្ដាប់ខ្លួនឯងបើសិនជាយើងឈឺខ្លាំងយើងពិបាកទ្រាំយើងកុំបខំទៀតអីយើងត្រូវដូរ exercise ទៅ focus កន្លែងផ្សេងទៀតបើសិនជាឧទាហរណ៍ថាយើងចាប់ផ្ដើមធ្វើលំហាត់ប្រាណក្បាលពោះហើយយើងធ្វើច្រើនដល់ថ្នាក់ហ្នឹងវាអាចធ្វើឲ្យក្បាលពោះនឹងឈឺយូរចាប្រើពន្យាពេលក្នុងការដែលយើងត្រូវលេងបន្តទៀតអញ្ចឹងអ្នកនរគ្នាត្រូវលេងមកល្មមហើយបើសិនជាយើងទៅតែចាប់ផ្ដើមទេអាចដាក់ត្រឹម3នាទី4នាទីឬក៏5នាទីបានហើយចាដើម្បីឲ្យខួរក្បាលរបស់យើងវាស៊ាំជាមួយនឹងស្ថានភាពនឹងសិនបើសិនជាអ្នកនរគ្នាលេងសម្រុកច្រើននាទីដូចជា10 15ឬក៏20នាទីហើយរបៀបថា rest តិចខ្លាំងអានឹងវាធ្វើឲ្យក្បាលពោះរបស់យើងសនេះយូរថ្ងៃហើយវាអាចនឹងឲ្យយើងពិបាកដែរក្នុងការធ្វើចលនាប្រចាំថ្ងៃរបស់យើងអញ្ចឹងណាអញ្ចឹងយើងត្រូវតែយល់ពីខ្លួនឯងស្ទាបស្ទង់គ្មានណាដឹងច្បាស់ពីខ្លួនយើងទេពីព្រោះសម្រាប់អ្នកដែលគាត់ទៅហាត់ដំបូងនិងអ្នកដែលគាត់តែងតែហាត់ខុសគ្នាការលេងយើងអាចលេងដូចដែលអ្នក expert គេ advantage ដែលគេធ្លាប់លេងច្រើនគេមាន experience ច្រើននៅ gym like គេធ្វើ exercise រហូតហើយយើងទៅដំបូងថ្មីថ្មោងយើងទៅធ្វើដូចគេអានឹងអត់កើតទេអ្នកទាំងគ្នាត្រូវតែស្ដាប់ខ្លួនឯងហើយលំហាត់ប្រាណទាំងអស់ហ្នឹងចាគឺវាផ្ដោតសំខាន់គឺតាក់ទងទៅនឹងក្បាលពោះផ្នែកខាងក្រោមមនុស្សស្រីយើងដោយសារតែមានស្បូនអញ្ចឹងទៅវារបៀបថាវាធ្វើឲ្យដកនៅបរិវេណហ្នឹងហើយពិបាកសម្រកខ្លាំងអានឹងគេហៅថាខ្លាញ់អាក្រក់ដែលវានៅជាប់កន្លែងហ្នឹងអញ្ចឹងអ្វីដែល work បំផុតយើងមិនគ្រាន់តែហាត់ប្រាណតែមួយមុខឯងអ្នកនរគ្នាត្រូវតែធ្វើរបបអាហារដូចខ្ញុំតែងតែនិយាយចុះរបបអាហារគឺចង់និយាយថាវា best វា work both មានន័យថាទាំងការធ្វើរបបអាហារក៏ដុតខ្លាញ់ខាងក្នុងរំលាយខ្លាញ់អត់ល្អហើយពេលដែលយើងហាត់ប្រាណគឺជួយបន្ទាញស្បែកដែលវាធូរហើយនឹងឲ្យវាហាប់តឹងឲ្យឃើញចេញទម្រង់ឡាញស្អាតហើយអ្វីដែលខ្ញុំផ្ដោតខ្ញុំអត់បានធ្វើជាប្រភេទ kind of six pack ទេអត់ផ្ដោតបែបអញ្ចឹងទេដោយសារតែសេនរបស់ខ្ញុំវាជា six pack អញ្ចឹងទៅវាធ្វើឲ្យអត់ស្អាតមនុស្សប្រុសគេមាន six pack ស្អាតមែនអត់តែមនុស្សស្រី11ឡាញទៅស្អាតអញ្ចឹងអ្នកនរគ្នាដឹងហើយអានឹងក៏វាតាក់ទងទៅនឹងសេនដែរអញ្ចឹងបើសិនជាយើងអត់ដឹងខ្លួនយើងរូបរាងបែបណាទេអានឹងក៏ជាហានិភ័យមួយព្រោះយើងចេះតែលេងតាមគេយើងអត់ដឹងថាលំហាត់ប្រាណនឹងលេងទៅធ្វើឲ្យក្បាលពោះរបស់យើងចេញជា11ឬមួយក៏ចេញជា six pack អញ្ចឹងអានឹងក៏វាជា reason មួយដែលអ្នកនរគ្នាត្រូវតែដឹងពេលដែលលេងលំហាត់ទាំងអស់ហ្នឹងហើយលំហាត់ដែលខ្ញុំលេងនេះគឺ especially focus on the deep core មានន័យថាវាផ្ដោតទៅលើសាច់ដុំស្នូលផ្នែកខាងក្នុងដែលយើងចង់ឲ្យវា tone up អត់ចង់ឲ្យវាឡើងហើមមកក្រៅអត់ស្អាតប្រភេទពួក six pack អីណូចឹងអ្នកនរគ្នាដឹងពីខ្ញុំស្រាប់ហើយខ្ញុំជាមនុស្សអ្នកដែលស្រឡាញ់បែបចា slim អីចឹងណាហ្នឹងហើយពេលដែលយើងលេងអ្នកនរគ្នាត្រូវព្យាយាមដាក់អារម្មណ៍ជាពិសេសគឺ mind connection ជាមួយនឹងសាច់ដុំរបស់យើងបើមិនតែយើងចង់បានលទ្ធផលគឺយើងត្រូវតែធ្វើឲ្យបានទៀងទាត់មែនអត់បាទសប្តាហ៍យើងធ្វើ3ទៅ4ដងអីទៅហើយចំណាយពេលត្រឹម5ទៅ10នាទីយ៉ាងយូរបំផុតហើយបន្ទាប់មកទៀតអ្នកនរគ្នានឹងឲ្យព្យាយាមញ៉ាំ healthy អាហារដែល clean ដែលជួយការពារកុំឲ្យឡើងក្បាលពោះខ្លាំងពេកហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាគឺអាហ្នឹងខ្ញុំទប់តែចប់ lower ហើយអញ្ចឹងវា exhausted ហើយខ្ញុំ I'm dead yeah អញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើទាក់ទងទៅនឹងការធ្វើ exercise ផ្នែក lower ដែលខ្ញុំ train on Monday អញ្ចឹងជួបគ្នា on the next video